អង្គរដែលជាបុរាណដ្ឋានដ៏ធំមួយនៅលើសកលលោកត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO នៅចុងឆ្នាំ1992ក្រោយពីពេលនោះមកគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា ICC អង្គរនិងស្ថាប័នជាតិហៅកាត់ថាអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងតាមលក្ខខណ្ឌរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានកំណត់ដើម្បីសម្របសម្រួលរាល់ការងារសំខាន់ទាំងឡាយណាពាក់ព័ន្ធនឹងកិច្ចការពារនិងអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយនេះក្រោមចក្ខុវិស័យនយោបាយឈ្នះនិងការដឹកនាំដ៏ឆ្នើមពីប្រមុខរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រទេសជាតិមានសន្តិភាពនិងការអភិវឌ្ឍដែលជាមូលដ្ឋានចម្បងសម្រាប់កិច្ចការអភិរក្សនិងអភិវឌ្ឍលើកតម្លៃតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរប្រកបដោយចីរភាពអាជ្ញាធរជាតិអប្សរាបានខិតខំយកចិត្តទុកដាក់អនុវត្តនៅកិច្ចការសំខាន់ជាអាទិភាពមួយចំនួនរបស់ខ្លួនរហូតទទួលបានជោគជ័យធំជាបន្តបន្ទាប់ក្រោមចក្ខុវិស័យអភិរក្សដើម្បីអភិវឌ្ឍនិងអភិវឌ្ឍដើម្បីអភិរក្សក្នុងនោះដើម្បីធានាដល់ការអភិវឌ្ឍវិស័យទេសចរតំបន់សៀមរាបអង្គរប្រកបដោយនិរន្តរភាពរាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារសម្រាប់អនុវត្តផែនការគ្រប់គ្រងទេសចរអង្គរក្នុងគម្រោងក្របខ័ណ្ឌគ្រប់គ្រងបេតិកភណ្ឌឡើងអង្គរ Tourism Management Plan តាមសេចក្តីសម្រេចលេខ76សសរចុះថ្ងៃទី27ខែធ្នូឆ្នាំ2013ដោយកំណត់នៅតួនាទីនិងភារកិច្ចសំខាន់មួយចំនួនដូចជាអនុវត្តផែនការគ្រប់គ្រងទេសចរក្នុងគម្រោងក្របខ័ណ្ឌគ្រប់គ្រងបេតិកភណ្ឌដែលរៀបចំដោយអាជ្ញាធរជាតិអប្សរាក្រោមការសម្របសម្រួលរបស់អង្គការ UNESCO ធ្វើទំនាក់ទំនងនិងសហការជាមួយស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជនរៀបចំផែនការការងារនិងប្រតិបត្តិសម្រាប់ជំហានអនុវត្តនីមួយៗផ្ដល់យោបល់ទូទៅលើវិស័យទេសចរនិងការងារទេសចរនៅតំបន់អង្គរដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាក្រោមកិច្ចដឹកនាំអនុវត្តការងាររបស់ឯកឧត្តមសុកសង្វាអគ្គនាយករងអាជ្ញាធរជាតិអប្សរាក្រុមការងារសម្រាប់អនុវត្តផែនការគ្រប់គ្រងទេសចរអង្គរក្នុងគម្រោងក្របខ័ណ្ឌគ្រប់គ្រងបេតិកភណ្ឌបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរួមចំណែកលើកតម្លៃកិត្យានុភាពបេតិកភណ្ឌអង្គរឲ្យកាន់តែល្អប្រសើរឡើងថែមទៀតលើឆាកអន្តរជាតិជំរុញការអភិវឌ្ឍវិស័យទេសចរពង្រឹងការងារគ្រប់គ្រងលំហូរនៃភ្ញៀវទេសចរដែលមានការកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំដោយជំរុញការរៀបចំសណ្ដាប់ធ្នាប់ទេសចរព្រមទាំងផ្ដល់សេវាទេសចរប្រកបដោយគុណភាពខ្ពស់រហូតទទួលបានលទ្ធផលជាបន្តបន្ទាប់ដោយការគូបញ្ជាក់ពីឯកឧត្តមសុកសង្វាអគ្គនាយករងអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរអង្គរយ៉ាងដូចនេះបាទចំពោះការងារដែលពាក់ព័ន្ធជាមួយវិស័យទេសចរក្នុងតំបន់អង្គរនេះគឺយើងបានសង្កេតឃើញថានៅក្នុងរយៈពេល3ឆ្នាំកន្លងមកនេះចំនួនភ្ញៀវទេសចរបានកើនឡើងតែអត់ឈប់ឈរបាទតាមខ្ញុំចាំគឺថានៅឆ្នាំ2013ចំនួនភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាក្នុងតំបន់អង្គរនេះមានចំនួន2លាន20,000នាក់ជាងបាទហើយនៅឆ្នាំ2016ប្រហែលអាទិត្យមុននេះគឺថាយោងតាមទិន្នន័យរបស់ចំនួនសម្បត្តិដែលយើងបានលក់ទៅភ្ញៀវទេសចរគឺថាយើងមានដល់2លានជិត2សែននាក់ជាងបាទអញ្ចឹងជាមធ្យមបាទពី2013មកដល់2016នេះគឺថាយើងបានឃើញការកំណើននេះជាប្រហែល3%ក្នុងមួយឆ្នាំបាទអញ្ចឹងយើងអាចសួរថាតើហេតុអ្វីចំនួនភ្ញៀវទេសចរបានកើនឡើងនៅអត់ឈប់ឈរជារៀងរាល់ឆ្នាំបាទខ្ញុំគិតថាមានចំណុច2ធំដែលទី1គឺជាសន្តិភាពតែម្ដងបាទនិងស្ថិរភាពនយោបាយបាទដែលនេះជាមូលដ្ឋានដើម្បីឲ្យប្រទេសកម្ពុជាយើងជាពិសេសវិស័យទេសចរយើងអាចមានមូលដ្ឋានដើម្បីអភិវឌ្ឍបានហើយនេះគឺជាផ្លែផ្កាផងដែរដែលចុះបញ្ចាំងអំពីការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចតេជោហ៊ុនសែនរបស់យើងបាទតម្លៃក្នុងឱកាសនេះខ្ញុំបាទសូមថ្លែងអំណរគុណដល់ពងពោះចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនចំពោះការដឹកនាំដ៏ត្រឹមត្រូវបាទហើយក៏បានផ្ដល់ឱកាសដើម្បីឲ្យវិស័យទេសចរនេះមានមូលដ្ឋានដ៏ត្រឹមត្រូវដើម្បីអភិវឌ្ឍទៅមុខបានទៀតបាទ
ចំណុចទី2តែម្ដងគឺចំពោះការកំណើននៃចំនួនភ្ញៀវទេសចរនេះគឺការខិតខំរបស់អាជ្ញាធរអប្សរាតែម្ដងបាទដល់ឡែកគឺថាយើងបានឃើញហើយការខិតខំនេះមិនមែនចាប់ដើមត្រឹមតែម្សិលមិញឬក៏ឆ្នាំមុនទេក៏ប៉ុន្តែតាំងពីអាជ្ញាធរអប្សរាបានកើតឡើងតាំងពីឆ្នាំ1995មកបាទឆ្លងកាត់តាមការងារអភិរក្សក៏ដូចជាការអភិវឌ្ឍនេះណាយើងបានទទួលការទទួលស្គាល់លើឆាកអន្តរជាតិលើសពីនេះយើងក៏បានទទួលរង្វាន់ផងដែរបាទចាំបាញ់ទៅគឺថាគេបានទទួលស្គាល់គឺថាតំបន់អង្គរគឺជាតំបន់លេខ1ចំពោះតំបន់ទេសចរក្នុងពិភពលោកណាយើងបានឃើញហើយគឺថា TripAdvisor The Lonely Planet Archaeomadness នោះក៏បានបោះឆ្នោតថាតំបន់អង្គរគឺជាតំបន់ទេសចររមណីយដ្ឋានលេខ1ក្នុងពិភពលោកដែលគួរមកទស្សនាបាទដល់ឡែកបើយើងអាចសួរថាតើអប្សរាបានធ្វើអ្វីខ្លះដើម្បីជំរុញឲ្យវិស័យទេសចរបានទទួលភាពល្បីល្បាញក៏ដូចជាមានភាពជ័យរីភាពមកដល់ម៉ោងនេះបាទអញ្ចឹងខ្ញុំសូមរំលឹកផងដែរគឺថាទូនីតិគោលរបស់អាជ្ញាធរយើងគឺមកខាងអភិរក្សដើម្បីអភិវឌ្ឍខាងទៀតគឺអភិវឌ្ឍដើម្បីអភិរក្សអញ្ចឹងមានន័យថាផ្នែកទាំងពីរនេះមិនអាចដាច់គ្នាបានទេបាទអញ្ចឹងមកខាងការអភិរក្សនេះយើងធ្វើអ្វីខ្លះដូចជាការស្រាវជ្រាវការកំណាយការចុះចូលប្រាសាទការទ្រុលទ្រនេះដើម្បីជាមូលដ្ឋានដើម្បីឲ្យតំបន់អង្គរនឹងក្លាយទៅជាតំបន់ទេសចរនេះគឺជាការអភិវឌ្ឍបាទហើយយើងអភិវឌ្ឍតំបន់ទេសចរនេះដែលបានចំណូលច្រើនចូលនៅក្នុងប្រទេសយើងបាទដើម្បីជាមូលដ្ឋានដើម្បីជាធនធានដើម្បីអភិរក្សប្រាសាទយើងដើម្បីឲ្យចំនួនក្រោយថែមទៀតបាទនេះគឺជា model មួយដើម្បីឲ្យមានការគ្រប់គ្រងប្រជាភាពតំបន់អង្គររបស់យើងបាទជាងអភិរក្សដើម្បីអភិវឌ្ឍនិងអភិវឌ្ឍដើម្បីអភិរក្សបាទអញ្ចឹងបើយើងនិយាយវិញអំពីការអភិវឌ្ឍតើយើងសំដៅលើអ្វីខ្លះបាទជាគោលពីអភិវឌ្ឍនេះយើងសំដៅទៅលើការរៀបចំវិស័យទេសចរបាទដើម្បីលើកកម្ពស់តំបន់អង្គរយើងឲ្យគេយល់ឲ្យកាន់តែច្បាស់អំពីគុណតម្លៃក៏ជាពិសេសដើម្បីបម្រើគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាយើងក្នុងការកាត់បន្ថយភាពក្រីក្រក្នុងការផ្ដល់ការងារចំពោះបងប្អូនប្រជាពលរដ្ឋក៏ដូចជាផ្ដល់ចំណូលទៅដល់សេដ្ឋកិច្ចជាតិតែម្ដងផងដែរបាទអញ្ចឹងគឺថានៅអាជ្ញាធរអប្សរាយើងមាននាយកដ្ឋានដើម្បីគ្រប់គ្រងវិស័យទេសចរបាទហើយសូមរំលឹកផងដែរគឺថានៅឆ្នាំ2010បាទគឺយើងបានចាប់ផ្ដើមរៀបចំឯកសារមួយបាទដែលគេហៅថាផែនការគ្រប់គ្រងទេសចរបាទដែលក្នុងក្រុមទ្របខណ្ឌមួយយើងហៅថា HMF បាទដែលជា Heritage Management Framework បាទដែលជាទ្របខណ្ឌគ្រប់គ្រងបេតិកភណ្ឌបាទអញ្ចឹងមានន័យថានៅក្នុងទ្របខណ្ឌនោះយើងមានមួយផ្នែកដែលគេហៅថាផែនការគ្រប់គ្រងទេសចរបាទហើយបំណងនៃឯកសារនេះនៃផែនការនេះដែលយើងបានចំណាយពេលវេលា3ឆ្នាំដើម្បីសរសេរផែនការនេះហើយក៏សូមបញ្ជាក់ផងដែរចំពោះការសរសេរឯកសារនេះយើងបានមានកិច្ចសហការដ៏ល្អជាមួយផ្នែកឯកជនបាទជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានាជាមួយបងប្អូនសហគមន៍ដែលរស់នៅក្នុងតំបន់អង្គរជាមួយប្រសង់ផងដែរដែលនៅក្នុងតំបន់អង្គរដល់ឡែកគឺថាជាសរុបទៅតើអ្វីទៅជាផែនការនេះគឺជាផែនការមួយដែលមានបំណងដូចយើងច្បាស់ហើយគ្រប់គ្រងវិស័យទេសចរក្នុងតំបន់អង្គរឲ្យជារីភាពបាទអញ្ចឹងតើយើងធ្វើយ៉ាងណាសំខេបគឺថាគោលដៅ3របស់ផែនការនេះគឺធ្វើយ៉ាងណាដើម្បីផ្ដល់សេវាផ្ដល់អនុស្សាវរីយ៍ផ្ដល់បទពិសោធន៍ឲ្យល្អជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកទស្សនាក្នុងតំបន់អង្គររបស់យើងហើយទន្ទឹមនេះគឺថាព្យាយាមធ្វើឲ្យអស់លទ្ធភាពកាត់បន្ថយភាពអវិជ្ជមាននិងភាពប៉ះពាល់ទៅលើគុណតម្លៃប្រាសាទរបស់យើងបាទតាមពិតពាក្យប្រាសាទនេះក៏មិនត្រូវដែរតាមពិតគុណតម្លៃតំបន់អង្គររបស់យើងបាទដោយសារថាពាក្យអង្គរមួយហ្នឹងមាន3ផ្នែកនៅក្នុងនោះបាទគឺថាប្រាសាទផងមានបរិស្ថានផងហើយនឹងមានប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរផងបាទអញ្ចឹងពេលដែលយើងនិយាយមិញគឺថាមានបំណងដើម្បីកាត់បន្ថយភាពអវិជ្ជមានភាពប៉ះពាល់ទៅតំបន់អង្គរនេះគឺថាធ្វើយ៉ាងណាកាត់បន្ថយការខូចខាតទៅលើប្រាសាទកាត់បន្ថយការខូចខាតទៅលើបរិស្ថានក្នុងតំបន់អង្គរហើយជាពិសេសការប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរក៏ដូចជាគុណតម្លៃក៏វប្បធម៌របស់យើងដែលតែងតែមានក្នុងតំបន់អង្គរនេះផងដែរបាទអញ្ចឹងគឺថាចំពោះការអនុវត្តនៃផែនការគ្រប់គ្រងទេសចរនេះបាទដែលហៅកាត់ថា TMP ណា Tourism Management Plan បាទគឺថា
រដ្ឋាភិបាលកម្ពុជាបានបង្កើតតាមពិតក្រុមការងារមួយបាទតាមរយៈអាជ្ញាធរអប្សរាដែលគេហៅថាក្រុមការងារដើម្បីអនុវត្តផែនការគ្រប់គ្រងទេសចរបាទនៅចុងឆ្នាំ2013បាទអញ្ចឹងគឺថាក្នុងឱកាសនេះខ្ញុំបាទសូមសង្ខេបផងដែរតើក្រុមការងារនេះបាទដែលខ្ញុំផ្ទាល់ជាប្រធានបានធ្វើអ្វីខ្លះដើម្បីជួយរៀបចំវិស័យទេសចរក៏ដូចជាដើម្បីតាក់ទាញភ្ញៀវទេសចរឲ្យមកកាន់តែច្រើនផ្ដល់បទពិសោធន៍ឲ្យកាន់តែល្អហើយកាត់បន្ថយភាពអវិជ្ជមានឲ្យសល់កាន់តែតិចតែម្ដងបាទខ្ញុំសូមបញ្ជាក់ផងដែរខ្ញុំបានប្រើពាក្យថាកាត់ផលប៉ះពាល់ឲ្យសល់តែតិចហើយមិនថាសល់សូន្យដោយសារថានៅក្នុងវិស័យទេសចរវាមិនអាចមានទេបាទដែលយើងធ្វើយ៉ាងណាដែលកាត់បន្ថយភាពអវិជ្ជមានភាពប៉ះពាល់នោះឲ្យសល់សូន្យមិនអាចបានទេហើយបើសិនស្គាល់កន្លែងណាដែលអត់មានភាពប៉ះពាល់ពីវិស័យទេសចរសូមផ្ដល់ព័ត៌មានផងដែរដោយសារថាជាធម្មជាតិរបស់វិស័យទេសចរវាតែងតែមានបាទភាពប៉ះពាល់ទីទួចនៅលើតំបន់ទេសចរតែម្ដងអញ្ចឹងយើងខិតខំធ្វើយ៉ាងណាដើម្បីកាត់បន្ថយភាពប៉ះពាល់នេះឲ្យសល់តិចបំផុតបាទអញ្ចឹងគឺថាចំពោះការអនុវត្តផែនការគ្រប់គ្រងទេសចរនេះយើងអាចបែងចែកវាជា5ផ្នែកធំបាទគឺទី1អ្វីដែលយើងបានធ្វើតាំងពី2013មកគឺថារៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អង្គរផងក៏ដូចជានៅក្នុងប្រាសាទផងដែរបាទអញ្ចឹងបើយើងសង្កេតមើលគឺថានៅក្នុងតំបន់អង្គរទាំងមូលដែលយើងបានធ្វើអ្វីខ្លះកន្លងមកនេះគឺថាផ្លូវបាទជាពិសេសផ្លូវពីប្រាសាទអង្គរវត្តទៅប្រាសាទបាយ័នបាទយើងបានឃើញហើយគឺថាកន្លងមកនោះផ្លូវនោះមានស្ថានភាពមិនសូវស្រួលក្នុងការបើកបរមានភាពរៀងទឹកឡោកបាទហើយក៏មានការហុយដីផងដែរពេលក្តៅឬក៏បាច់ផុកពេលភ្លៀងបាទអញ្ចឹងគឺថាយើងបានជួសជុលផ្លូវនេះឲ្យវាស្មើហើយក៏លើសពីនេះយើងក៏បានរៀបចំផ្លូវកង់អមសងខាងផងដែរបាទលើសពីនេះយើងក៏បានបង្រិចបាទផ្លូវនៅជុំវិញត្រពាំងសេះបាទយើងបានឃើញហើយដោយសារពីមុនផ្លូវនឹងវាមានស្ថានភាពតូចដល់អញ្ចឹងវាមានការលំបាកចំពោះយានយន្តដែលជិះគ្នាទៅផងមកផងអញ្ចឹងយើងបានបរិចផ្លូវនេះហើយបាទលើពីនេះយើងក៏បានរៀបចំចំណតបាទនៅមុខប្រាសាទអង្គរវត្តផងដែរដោយសារថាប្រាសាទអង្គរវត្តនេះគឺជាប្រាសាទមួយដែលតាក់ទាញភ្ញៀវច្រើនដែលមកទស្សនាដល់ឡែកមានការខ្វះខាតចំពោះចំណតការយានយន្តដើម្បីចតឡានអញ្ចឹងយើងបានបរិចចំណតមួយថ្មីតាំងពី2015នោះឥឡូវបានដំណើរការហើយបាទលើពីនេះនៅក្នុងតំបន់អង្គរយើងក៏បានដាំស្មៅបន្ថែមដែរដើម្បីលើកកម្ពស់បរិស្ថានទិដ្ឋភាពឲ្យស្រស់ស្អាតនៅក្នុងតំបន់អង្គរអញ្ចឹងយើងឃើញគឺថានៅលានជន់ដំរីបាទមានស្មៅកាន់តែច្រើននៅមុខប្រាសាទអង្គរវត្តយើងក៏មានស្មៅកាន់តែល្អផងដែរបាទហើយចំណុចមួយទៀតដែលយើងបានធ្វើគឺថាយើងបានអនុញ្ញាតឲ្យក្រុមហ៊ុនមួយដើម្បីឲ្យដំឡើងអង្តែនបាទនៅក្នុងតំបន់អង្គរយើងបាទហើយសូមបញ្ជាក់ផងដែរគឺថាដោយសារនេះគឺជាតំបន់បេតិកភណ្ឌបាទតំបន់បេតិកភណ្ឌពិភពលោកអញ្ចឹងគឺថាការរៀបចំហេដ្ឋារចនាសម្ព័ន្ធនីមួយៗនេះត្រូវតែមានការប្រយ័ត្នផងដែរកុំឲ្យប៉ះពាល់ទៅដល់បុរាណដ្ឋានហើយជាពិសេសកុំឲ្យប៉ះពាល់ដល់គុណតម្លៃបាទអញ្ចឹងចំពោះការរៀបចំអង្តែននេះគឺថាយើងបានពិភាក្សាហើយក៏បានអរគុណផងដែរចំពោះក្រុមហ៊ុនដែលបានយល់ច្បាស់អំពីពាក្យគុណតម្លៃបាទនៅក្នុងតំបន់អង្គរនេះដែលគាត់បានសាងសង់អង្តែនជាដែលមានលក្ខណៈជាដើមឈើសិប្បនិមិត្តបាទអញ្ចឹងបើយើងមើលទៅយើងហាក់ដូចជាមិនដឹងថាជាអង្តែននេះបាទដោយសារបកគោលនេះរៀបចំដូចជាដើមឈើសិប្បនិមិត្តអញ្ចឹងហើយអង្តែនភក់ពីលើហើយមានស្លឹកដាំអីដូចបាំងប្រព័ន្ធខ្សែឬក៏អង្តែនតែម្ដងដើម្បីបន្លំជាមួយធម្មជាតិបាទហើយក៏ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះយើងក៏បានរៀបចំដែរនៅក្នុងប្រាសាទតែម្ដងបាទអញ្ចឹងយើងបានឃើញហើយទេសចរដែលគាត់តែងតែមកទស្សនាប្រាសាទជាថ្ងៃនោះគឺថាយើងបានរៀបចំជួសជុលផ្លូវដើរចណ្ដើរដើម្បីឲ្យគាត់ឡើងឬក៏ក្តារដែលរៀងពុកផុយនោះគឺថាយើងមានក្រុមការងារដែលគាត់បានបម្រើការជាប្រចាំថ្ងៃតែម្ដងនៅគ្រប់ប្រាសាទដើម្បីពិនិត្យមើលគឺថាក្តារណាដែលរៀងពុកផុយឬក៏ចណ្ដើរណារៀងខ្វះខាតឬក៏កន្លែងផ្លូវដើរមិនស្រួលគឺថាយើងបានបំពេញមួយចំនួនធំបាទនៅក្នុងប្រាសាទនីមួយៗបាទនេះគឺជាពាក់ព័ន្ធជាមួយការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធបាទទី2យើងក៏បានកែសម្រួលក៏ដូចជាមានការខិតខំបាទចំពោះការគ្រប់គ្រងតែម្ដងបាទការគ្រប់គ្រងនេះសូមបញ្ជាក់ម្ដងទៀតគឺដើម្បីលើកកម្ពស់បទពិសោធន៍ឲ្យភ្ញៀវទេសចរឲ្យកាន់តែប្រសើរហើយមួយខាងទៀតដើម្បីកាត់បន្ថយភាពអវិជ្ជមានភាព
ប៉ះពាល់ឲ្យនៅសល់តិចបំផុតបាទអញ្ចឹងគឺថាយើងសំដៅធំលើទៅលើលំហូរភ្ញៀវទេសចរបាទពាក្យលំហូរនេះវាសំខាន់ណាស់បាទដោយសារថាបើយើងគ្មានការរៀបចំលំហូរនេះនៅក្នុងទីតាំងមួយវាអាចមានការប៉ះពាល់ទៅលើប្រាសាទផងក៏វាអាចធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍របស់ភ្ញៀវផងដែរបាទអញ្ចឹងមានន័យថាដើម្បីយើងឲ្យមានការរលូនឲ្យភ្ញៀវទេសចរក៏ទស្សនាបាននៅក្នុងតំបន់អង្គរយើងក៏ដូចជានៅក្នុងប្រាសាទនីមួយនោះគឺថាយើងត្រូវតែរៀបចំលំហូរឲ្យប្រសើរបាទអញ្ចឹងចំពោះការរៀបចំលំហូរនេះយើងបានបែកវាជាពីរគឺទី1រៀបចំលំហូរនៅក្នុងតំបន់អង្គរទាំងមូលហើយទី2នៅក្នុងប្រាសាទនីមួយបាទអញ្ចឹងចំពោះការរៀបចំលំហូរនៅក្នុងប្រាសាទនីមួយគឺថាយើងបានឃើញហើយណានៅក្នុងប្រាសាទតាព្រំបាទដែលជាប្រាសាទមួយដែលតែងតែមានភ្ញៀវច្រើនមកទស្សនាជាពិសេសដើម្បីមកមើលដើមឈើនោះគឺថាពីមុនមកភ្ញៀវគាត់ចូលចេញច្រកតែមួយបាទដែលធ្វើឲ្យមានការកកស្ទះទី1ហើយក៏ជាពិសេសក៏ធ្វើឲ្យមានការប្រឈមជាមួយគ្រោះថ្នាក់ផងដែរបើសិនភ្ញៀវគាត់ដើរប្រជាគ្នាណាគាត់អាចប៉ះទៅដល់ចម្លាក់ប៉ះទៅដល់ប្រាសាទហើយក៏មានការខូចខាតទៅលើទស្សនៈអារម្មណ៍របស់គាត់ផងដែរដោយសារវាឆ្អៀតពេកឬក៏វាថ្លង់ពេកអីហ្នឹងក៏ប៉ះពាល់ទៅដល់របៀបដែលគាត់ទស្សនាផងដែរអញ្ចឹងយើងបានរៀបចំលំហូរឲ្យកាន់តែប្រសើរបាទដែលមានច្រកចូលជាឯកទេសច្រកដើរជាឯកទេសផងដែរបាទលើពីនេះយើងក៏បានរឹតបន្តឹងផងដែរចំពោះការទស្សនកិច្ចបាទដែលមានកំណត់នៅលើភ្នំបាក់ខែងហើយនឹងនៅបាក់កាងតែម្ដងបាទអញ្ចឹងមានន័យថាពីមុនមកយើងបានឃើញហើយគឺថាយើងបានកំណត់ចំនួនភ្ញៀវទេសចរដែលអាចឡើងទស្សនានៅលើភ្នំបាក់ខែងក៏ដូចជាបាក់កាងផងដែរបាទហើយហេតុផលដែលយើងបានកំណត់នៃចំនួននេះគឺដើម្បីធានាសុវត្ថិភាពជូនភ្ញៀវក៏ដូចជាធានាការអភិរក្សរបស់ប្រាសាទផងដែរបាទដោយសារថានៅកន្លែងនោះមានភាពតូចដល់ចឹងវាមិនអាចដាក់មនុស្សច្រើនពេកទេបាទហើយក៏ដើម្បីថាធានាកុំឲ្យថាភ្ញៀវគាត់ឡើងច្រើនពេកទៅអាចមានគ្រោះថ្នាក់ទៅដល់ប្រាសាទផងណាក៏ដូចជាគ្រោះថ្នាក់ជូនគាត់ផងដែរបាទផ្អៀតគ្នាអាចរុញគ្នាច្រើនគ្នាហ្នឹងហើយជាពិសេសក៏រំខានទៅដល់ការបាត់ពិសោធន៍ក៏ដែរបាទមានន័យថាបើសិនភ្ញៀវច្រើនពេកនៅតំបន់តែមួយនេះសំឡេងក៏អាចកាន់តែខ្លាំងហើយដូចជាកន្លែងមួយដែលយើងចង់ឲ្យគាត់អង្គុយដើម្បីគយគន់ទៅលើថ្ងៃលិចក៏ដូចជាយល់ឲ្យច្បាស់ផងដែរចំពោះប្រាសាទអង្គរវត្តនេះបាទអញ្ចឹងយើងក៏បានបង្កើតនេះជាប្រព័ន្ធដែលប្រើកាតមានន័យថាបើយើងកំណត់ឲ្យភ្ញៀវទេសចរ100នាក់ឡើងទៅលើបាក់កាងគឺថាយើងចែកកាតឲ្យគាត់ពាក់ដើម្បីសម្គាល់គឺថានៅលើនោះមានចំនួនភ្ញៀវទេសចរត្រឹមតែ100នាក់ទេបាទអញ្ចឹងពេលដែលភ្ញៀវ10នាក់គាត់ចុះគាត់ឲ្យកាតមកភ្នាក់ងារយើងវិញអញ្ចឹងយកកាតហ្នឹងទៅឲ្យអ្នក10នាក់ទៀតបាទអញ្ចឹងគឺថាដើម្បីធានាឲ្យថាចំនួនដែលឡើងនៅលើហ្នឹងគឺពិតប្រាកដមែនដែលអ្វីដែលយើងបានកំណត់បាទហើយយើងបានអរគុណផងដែរចំពោះវិស័យឯកជនជាពិសេសបងប្អូនមគ្គុទ្ទេសក៍ក៏ដូចជាភ្នាក់ងារទេសចរផងដែរដែលបានយល់ច្បាស់អំពីការរៀបចំលំហូរនេះចំពោះប្រាសាទតាព្រំហើយនឹងបាកានផងដែរបាទអង្គរវត្តនេះបាទលើសពីនេះយើងក៏បានរៀបចំលំហូរនៅក្នុងប្រាសាទនៅក្នុងតំបន់អង្គរទាំងមូលផងដែរដែលយើងបានឃើញហើយជាពិសេសនៅច្រកទ្វារទន្លេអ៊ុំបាទដែលពីមុនមកហ្នឹងគឺថាតរាល់ព្រឹកមានការស្ទះមែនតែម្ដងបាទអញ្ចឹងមានន័យថាពេលដែលឡានគាត់ចង់ចូលទៅក្នុងអង្គរធំហ្នឹងបាទហើយពេលខ្លះពេលខ្លះហើយជាទូទៅឡានដែលចេញពីអង្គរធំមកហ្នឹងគឺថាស្ទះនៅកន្លែងខ្លងទ្វារតែម្ដងបាទអញ្ចឹងគឺថាមានការកកស្ទះច្រើនហើយខាត់ពេលតែម្ដងចំពោះភ្ញៀវទេសចរឬក៏មគ្គុទ្ទេសក៍ឬក៏ភ្នាក់ងារទេសចរដែលបានរៀបចំ package ជូនដល់ភ្ញៀវអញ្ចឹងយើងបានពិភាក្សាគ្នាជាមួយសាយឯកជនដើម្បីរកដំណោះស្រាយដែលដល់ម៉ោងនេះយើងបានអនុវត្តគឺថាជាលំហឯកទេសបាទអញ្ចឹងមានន័យថាពេលព្រឹកចាប់ពីម៉ោង7កន្លះដល់ម៉ោង11កន្លះនោះគឺថាមានតែឡានចូលទេបាទអត់មានឡានចេញបានទេបាទចំពោះឡានដែលត្រូវការចេញគាត់អាចប្រើប្រាស់ច្រកទ្វារដូចជាខ្លងទ្វារជ័យឬក៏ដីឆ្នាំងដើម្បីចេញទៅប្រាសាទផ្សេងៗផងដែរបាទដែលមួយទៀតគឺថាយើងបានឃើញហើយគឺថានៅមុខប្រាសាទអង្គរវត្តរបស់យើងណាដែលពីមុនគឺថាមានយានយន្តគ្រប់ប្រភេទបាទតាំងពីបងប្អូនរមាក់តាំងពីឡានបឺសអីហ្នឹងបានតម្លាក់ភ្ញៀវនៅមុខចដាលតែម្ដងឬក៏យកភ្ញៀវមុខចដាលតែម្ដងបាទអញ្ចឹងមានន័យថាចំណុចនេះបានធ្វើឲ្យយើងប្រឈមខ្លាំងចំពោះសន្តិភាពរបស់ភ្ញៀវទេសចរណាគឺថាគាត់អាច
មានការបុកតែម្ដងសម្បាញ់ទៅឡានអាចបុកភ្ញៀវហើយធ្លាប់មានករណីនឹងដែរហើយក៏ដូចជារំខានផងដែរបាទចំពោះទស្សនកិច្ចចំពោះបទពិសោធន៍របស់ភ្ញៀវបាទអញ្ចឹងមានន័យថាក្រោយពីការអង្កេតមកហ្នឹងយើងបានអនុវត្តហើយគឺថាយើងបានបិទតែម្ដងនៅផ្លូវមុខប្រាសាទអង្គរវត្តនោះដើម្បីឲ្យទេសចរដើរសុទ្ធតែម្ដងឬក៏បងប្អូនជាបរិវត្តដែលរស់នៅក្នុងអង្គរដែលគាត់ចង់ដើរលេងគឺថាកន្លែងមុខប្រាសាទអង្គរវត្តនោះគឺជាផ្លូវដើម្បីឲ្យទេសចរដើរតែម្ដងឬក៏កង់បាទជៀសវាងការគ្រោះថ្នាក់មុខប្រាសាទបាទលើពីនេះយើងក៏បានឃើញដែរគឺថានៅច្បក់កណប់បាទដែលពីមុនមកហ្នឹងគឺថាខ្ញុំជឿថាបងប្អូនដែលមកទស្សនាតំបន់អង្គរនិងដែលមកលេងតំបន់អង្គរបានយល់គឺថាកន្លែងហ្នឹងពិបាកណាស់ពេលបត់ឆ្វេងក៏បត់បានទៅក៏បានមកក៏បាននេះហ្នឹងគឺថាឡានជុលគ្នារហូតបាទអញ្ចឹងគឺថាដល់ម៉ោងនេះយើងកំពុងឲ្យក៏បានអនុវត្តហើយរៀបចំជាវងមូលបាទកុំឲ្យមានការគ្រោះថ្នាក់ចរាចរណ៍ផងដែរនៅកន្លែងនោះដើម្បីមានសណ្ដាប់ធ្នាប់ការបត់ស្របតាមច្បាប់ចរាចរណ៍បាទយើងក៏បានខិតខំដើម្បីលើកកម្ពស់សេវាជូនភ្ញៀវទេសចរកាន់តែប្រសើរផងដែរបាទអញ្ចឹងមើលថាកន្លងមកនេះជិត1ឆ្នាំហើយក្រុមការងារយើងបានខិតខំដើម្បីរៀបចំគេហទំព័រមួយបាទដែលមានឈ្មោះថា www.angkor.com.kh បាទដែលគេហទំព័រនេះមានបំណងដើម្បីផ្ដល់ព័ត៌មានទាំងអស់ពាក់ព័ន្ធនឹងការទស្សនកិច្ចក្នុងតំបន់អង្គរនេះជូនទៅភ្ញៀវទេសចរតែម្ដងបាទអញ្ចឹងយើងសង្ឃឹមថាដាក់គេហទំព័រនេះឲ្យដំណើរការក្នុងរយៈពេលឆាប់ៗនេះបាទគឺថាក្នុងខែ2ឬខែ3គឺថាគេហទំព័រនេះនឹងបង្ហាញខ្លួនហើយបាទអ្វីមួយទៀតដែលយើងបានធ្វើគឺថាយើងបានសហការបាទជាមួយមគ្គុទ្ទេសក៍ទេសចរនៅខេត្តសៀមរាបក៏ដូចជានៅភ្នំពេញផងដែរបាទដើម្បីមានផ្ដល់ឱកាសឲ្យគាត់ទៅរៀនសូត្របន្ថែមទៀតពាក់ព័ន្ធនឹងសេវាមគ្គុទ្ទេសក៍ក៏ដូចជាសិល្បៈក្នុងការផ្ដល់ព័ត៌មានជូនទៅភ្ញៀវទេសចរឲ្យកាន់តែប្រសើរនៅម៉ាកាវបាទអញ្ចឹងគឺថានេះជាផ្នែកមួយដែរដែលយើងគឺថាយកចិត្តទុកដាក់មិនមែនត្រឹមតែនៅក្នុងតំបន់អង្គរទេក៏ប៉ុន្តែយើងសហការជាមួយវិស័យឯកជនផងដែរដែលគាត់ជាតួដែលគាត់ជាមានភារកិច្ចសំខាន់ដើម្បីផ្ដល់សេវាជូនទៅភ្ញៀវទេសចរដើម្បីលើកកម្ពស់សេវាឲ្យកាន់តែប្រសើរបាទអញ្ចឹងគឺថាយើងបានផ្ដល់ឱកាសឲ្យគាត់ទៅរៀនសូត្រដែលអត់បង់ថ្លៃបាទទៅម៉ាកាវក្នុងរយៈពេល10ថ្ងៃកន្លងមកនោះបាទហើយគឺដើម្បីកាត់បន្ថយភាពអវិជ្ជមានទៅលើប្រាសាទគឺថាយើងក៏បានរៀបចំក្រុមប្រតិបត្តិអង្គរបាទដែលនេះគឺជាឯកសារមួយបាទដើម្បីផ្ដល់ព័ត៌មានបាទជូនទៅភ្ញៀវទេសចរជាលក្ខណៈអាចថា slot boat បាទគឺថាយើងបញ្យល់គាត់វិញគឺថាបើគាត់មានដង្វើខ្លះមួយចំនួនដែលយើងបានបង្ហាញដូចជាការស្លៀកពាក់មិនសមរម្យក៏ដូចជាប៉ះចម្លាក់ណាឬក៏ជក់បារីឬក៏ចោលសម្រាមណាឬក៏មានអាកប្បកិរិយាមិនសមរម្យនៅក្នុងតំបន់អង្គរហ្នឹងគឺថាវាមានភាពប៉ះពាល់បាទទៅលើតំបន់អង្គរតែម្ដងអញ្ចឹងយើងសូមសំណូមពរឲ្យគាត់ជៀសវាងនៃអាកប្បកិរិយាទាំងអស់នោះដើម្បីធ្វើយ៉ាងណាចូលរួមទាំងអស់គ្នាឲ្យមានការអភិរក្សក៏ដូចជាទស្សនាតំបន់អង្គរឲ្យកាន់តែប្រសើរបាទលើសពីនេះយើងក៏បានយល់ច្បាស់អំពីសេវាដែលយើងត្រូវតែផ្ដល់ព័ត៌មានឲ្យច្រើនទៅភ្ញៀវទេសចរបាទអញ្ចឹងកន្លងមកនេះយើងបានឃើញហើយគឺថាមួយវឹកមុនគឺថាពិភពលោកតែម្ដងបានទទួលល្បែងមួយបាទគេហៅថា Pokemon Go បាទដែលហៅថាល្បែងនេះគឺថាបានមានភាពល្បីល្បាញក៏ប៉ុន្តែទន្ទឹមនេះក៏បានមានបញ្ហាចំនួនដែរដែលបានប៉ះពាល់ទៅដល់សុខភាពរបស់ភ្ញៀវក៏ដូចជាករណីខ្លះបានប៉ះពាល់ដល់ជីវិតរបស់ភ្ញៀវផងដែរដោយសារគាត់បានជក់លេងល្បែងពេកហើយមិនបានចាប់អារម្មណ៍បាទនៃបរិវេណនៅជុំវិញគាត់បាទអញ្ចឹងយើងក៏បានផ្ដល់ព័ត៌មានបាទតាមរយៈជាព័ត៌មាននៅបណ្ដាញទៅលើអ៊ីនធឺណិតផងក៏ដូចជានៅកន្លែងលើសមុទ្រផងដែរបាទដែលយើងប្រាប់គាត់គឺថាមិនហាមគាត់លេងPokemon Go ទេក៏ប៉ុន្តែរំលឹកគាត់គឺតាមតំបន់អង្គរនេះដោយសារថាមានកន្លែងខ្លះអាចគាត់ទទួលការគ្រោះថ្នាក់គាត់ប្រយ័ត្នផងដែរពេលការលេងល្បែងនេះផងដែរបាទលើសពីនេះយើងបានឃើញហើយគឺថាឆ្នាំនេះអាកាសធាតុក្តៅមែនទែនបាទអញ្ចឹងយើងក៏បានចេញជាព័ត៌មានតែម្ដងបាទជាពិសេសនៅកន្លែងលក់សំបុត្របាទដោយសារថាជាកន្លែងមួយដែលគ្រប់ភ្ញៀវទេសចរទាំងអស់គាត់នឹងទៅទិញសំបុត្រអញ្ចឹងគាត់អាចទទួលព័ត៌មានពីយើងបានរំលឹកឲ្យគាត់អាសាពិសាទឹកបាទជៀសវាងនៃការស្លាប់ឬក៏ការហត់ពេកបាទដោយសារថាយើងបានឃើញច្រើនដែរនៅក្នុងខែនោះភ្ញៀវខ្លះគាត់ដើរគាត់ភ្លេចញ៉ាំទឹកឬក៏គាត់មិនបានពាក់មួកការពារកម្ដៅហ្នឹងមានការស្លាប់ច្រើនករណីផងដែរមិនច្រើនពេកទេក៏ប៉ុន្តែចំនួនមួយដែលយើងត្រូវតែ
ចេញព័ត៌មានដើម្បីឲ្យគាត់មានការប្រុងប្រយ័ត្នបាទលើសពីការរៀបចំបាទការលំហូរនៅក្នុងតំបន់អង្គរក៏ដូចជានៅក្នុងប្រាសាទនោះហើយក៏ខិតខំលើកកម្ពស់សេវាទេសចរឲ្យកាន់តែប្រសើរនោះគឺថាអប្សរាក៏បានខិតខំដើម្បីរៀបចំជាព្រឹត្តិការណ៍ផងដែរបាទការរៀបចំព្រឹត្តិការណ៍នេះគឺថាព្រឹត្តិការណ៍ខ្លះយើងបានរៀបចំផ្ទាល់ដែលយើងតែម្ដងឬក៏ព្រឹត្តិការណ៍ផ្សេងទៀតយើងបានសហការចូលជួយជាមួយស្ថាប័នផ្សេងៗទៀតផងដែរបាទអញ្ចឹងគឺថាសូមរំលឹកគឺថាព្រឹត្តិការណ៍មួយដែលធំបំផុតធំជាងគេនៅក្នុងតំបន់អង្គរនេះគឺព្រឹត្តិការណ៍អង្គរសង្ក្រាន្តបាទដែលបានរៀបចំ3ឆ្នាំហើយ4ឆ្នាំហើយដោយសហភាពសហព័ន្ធយុវជនកម្ពុជាបាទដែលទទួលបានការជោគជ័យឬថាមហាជោគជ័យតែម្ដងនៅក្នុងឱកាសទទួលទេវតាណាក្នុងការឱកាសឆ្លងឆ្នាំថ្មីនេះគឺថាយើងបានចូលសហការរៀបចំជាមួយសសយកបាទហើយក៏ជាពិសេសលើសពីការជួយសម្របសម្រួលការរៀបចំព្រឹត្តិការណ៍នេះឲ្យរំលូនយើងក៏បានចូលរួមដើម្បីរៀបចំព្រឹត្តិការណ៍គម្រោងមួយផងដែរបាទគម្រោងដោយអប្សរារៀបចំនោះនៅមុខប្រាសាទអង្គរវត្តផងដែរបាទលើសពីនេះយើងក៏បានសហការជាមួយក្រសួងស្ថាប័នផ្សេងៗផងដែរបាទដើម្បីរៀបចំកម្មវិធីមួយចំនួនទៀតដូចជាទិវាយូហ្គាទិវាវប្បធម៌ពិភពលោករត់ប្រណាំងម៉ារ៉ាតុងបាទរាប់បាតព្រះសង្ឃ 3000 អង្គឬក៏រៀបចំពិព័រណ៍រូបថតបាទពេលដែលមាន Equinox បានកើតឡើងនៅក្នុងតំបន់អង្គរយើងហ្នឹងឬក៏ប្រហែលអាទិត្យមុននេះយើងបានរៀបចំព្រឹត្តិការណ៍មួយគេហៅថា Keep អង្គរ Clean បាទដើម្បីរៀបចំសម្អាតបរិស្ថានក្នុងតំបន់អង្គរផងដែរបាទហើយចំណុចមួយទៀតដែលមានសារៈសំខាន់មែនទែនបាទចំពោះការងារចំពោះការអនុវត្តផែនការគ្រប់គ្រងទេសចរនេះគឺកិច្ចសហការបាទគឺថារាល់គម្រោងដែលយើងធ្វើដែលយើងមុននឹងចាប់ដើមធ្វើតាមពិតតែងតែមានការពិគ្រោះយោបល់បាទការពិគ្រោះយោបល់នេះគឺថាវាកើតឡើងដំបូងពីយុគឋានផ្ទៃក្នុងសិនបាទគឺថាពីយុគឋានទេសចរទៅយុគឋានអភិរក្សបើសិនពាក់ព័ន្ធនឹងការងារអភិរក្សទៅយុគឋានទឹកបើសិនមានការងារមួយទឹកទៅខាងព្រៃឈើបើសិនមានពាក់ព័ន្ធជាមួយបរិស្ថានបាទហើយក៏ពេលដែលយើងច្បាស់ហើយចំពោះចំហរបស់ញាតិអប្សរាយើងតែងតែវិភាសាគ្នាជាមួយដៃគូផ្សេងៗទៀតដូចជាផ្នែកឯកជនឬក៏ក្រសួងស្ថាប័នផ្សេងៗទៀតបាទអញ្ចឹងដល់ម៉ោងនេះគឺថាអប្សរាយើងបានបង្កើតក្រុមការងារមួយយើងហៅថាក្រុមការងារពិគ្រោះយោបល់បាទរវាងអប្សរានិងវិស័យឯកជនបាទលើវិស័យទេសចរបាទអញ្ចឹងគឺថាក្រុមការងារនេះឥឡូវមានសមាជិក20-30នាក់ជាងហើយដែលមានសមាជិកមកពីសន្តាគារមកពីពុជនីយដ្ឋានអ្នកលក់ដូរអនុស្សាវរីយ៍អ្នកបើកបរបងប្អូនអ្នកមគ្គុទេសណាមានអ្នកស្រាវជ្រាវទៀតពេលខ្លះដើម្បីគាត់ផ្ដល់យោបល់មកយើងគឺថាអ្វីដែលយើងចង់រៀបចំហ្នឹងតើវាចំអ្វីដែលគាត់ចង់បានអត់ឬក៏ការរៀបចំហ្នឹងមានការលំបាកឬក៏ជួយដោះស្រាយបញ្ហាអ្វីខ្លះបាទហើយលើសពីនេះគឺថាមិនមែនតែយើងទៅលើកកម្រងទៅគាត់រហូតទេក៏ពេលខ្លះគាត់ក៏មានសំណូមពរមកយើងដែរបាទអញ្ចឹងគឺថាយើងពិភាក្សាគ្នាជាលក្ខណៈសាមញ្ញអ្នកត្រង់តែម្ដងចំពោះបញ្ហាដែលកំពុងតែមាននៅក្នុងតំបន់អង្គរយើងហើយរួមគ្នាដើម្បីរកដំណោះស្រាយនៃបញ្ហានេះបាទលើសពីនេះគឺថាយើងក៏មានកិច្ចសហការល្អផងដែរជាមួយសសយកនៃសហភាពសហព័ន្ធយុវជនកម្ពុជាជាពិសេសដើម្បីរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តយើងឃើញហើយគឺថាតាំងពី2013មកគឺថាព្រឹត្តិការណ៍នេះបានទទួលការជោគជ័យខ្លាំងណាស់បាទពីមហាជនទូទាំងប្រទេសនៅក្នុងកម្ពុជាក៏ដូចជាឆាកអន្តរជាតិផងដែរហើយក៏សូមថ្លែងអំណរគុណផងដែរបាទចំពោះវត្តមាននៅកំពង់ពោះបំផុតចំពោះសម្ដេចតេជោបាទដែលមកទស្សនាដែលមកចូលរួមតែម្ដងជាអធិបតីនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះបាទហើយក៏លើសពីការកិច្ចសហការរវាងដៃគូនៅក្នុងស្រុកគឺយើងក៏មានកិច្ចសហការជាមួយដៃគូអន្តរជាតិផងដែរបាទអញ្ចឹងយើងបានឃើញហើយគឺថាតាំងពី2ឆ្នាំកន្លងមកនេះអាញាធិបតេយ្យអប្សរាក៏បានក្លាយទៅជាសមាជិកនៃអង្គការទេសចរពិភពលោកបាទដែលភាពសមាជិកភាពនេះបានផ្ដល់ឱកាសឲ្យយើងច្រើនបាទដើម្បីចូលទៅប្រជុំជាមួយគាត់ហើយក៏ដើម្បីទទួលរៀបចំកម្មវិធីមួយចំនួននៅក្នុងកម្ពុជាយើងផងដែរហើយយើងបានឃើញហើយគឺថានៅឆ្នាំ2015នេះបាទគឺថាសហការគ្នាជាមួយក្រសួងទេសចរបាទយើងក៏បានរៀបចំកិច្ចប្រជុំធំមួយដែលមិនដែលមាននៅក្នុងពិភពលោករវាងអង្គការទេសចរពិភពលោកនិងអង្គការ UNESCO ពាក់ព័ន្ធនឹងការរៀបចំទេសចរវប្បធម៌បាទហើយដែលបានកើតឡើងជាលើកដំបូងនៅក្នុងខេត្តសៀមរាបរបស់យើងបាទយើងក៏បានចុះ MOU មួយចំនួនបាទអនុសារណៈ
ជាមួយប្រទេសចិនបាទជាមួយតំបន់ទេសចរហងឆាន់ជាមួយប្រទេសអ៊ីតាលីបាទជាមួយអង្គការគេហៅថា Life Beyond Tourism ហើយកន្លងមកនេះថ្មីយើងក៏បានចុះជាមួយប្រទេសមិចស៊ីកូផងដែរជាមួយក្រសួងវប្បធម៌បាទក្នុងការផ្លាស់ប្ដូរបទពិសោធន៍គ្នាក្នុងការរៀបចំតំបន់ទេសចរបាទផ្នែកអភិរក្សផងក៏ដូចជាអភិវឌ្ឍផងដែរបាទហើយក៏លើសពីនេះចំណុចថ្មីមួយដែលយើងចង់មានកិច្ចសហការគឺរវាងអប្សរានិងភ្ញៀវទេសចរតែម្ដងបាទដោយសារថាភ្ញៀវទេសចរនេះគឺគាត់ផ្ទាល់ដែលមកទស្សនកិច្ចតំបន់អង្គរហើយគាត់ផ្ទាល់ដែលដឹងថាកន្លែងណាមានបញ្ហាឬក៏យោបល់ផ្សេងបាទអញ្ចឹងយើងបានបង្កើតជាអង្កេតបាទដែលយើងបានដាក់នៅពលានយន្តហោះបាទដែលគាត់អាចពេញបានគឺថាគាត់ពេញចិត្តកន្លែងណាឬមិនពេញចិត្តកន្លែងណាហើយយើងក៏បានរៀបចំប្រព័ន្ធ QR code បាទនៅក្រោយសំបុត្រតែម្ដងបាទដែលគាត់អាចប្រើប្រាស់ទូរស័ព្ទរបស់គាត់ scan នៅលើ QR code ហ្នឹងទៅហើយទៅលើគេហទំព័ររបស់យើងគាត់អាចបំពេញបានដើម្បីឲ្យមានភាពងាយស្រួលបាទហើយក៏យើងបានជំរុញការអង្កេតនេះផងដែរទៅលើគេហទំព័រថ្មីរបស់យើងដែលយើងដាក់ដំណើរការឆាប់ទៅមុខនេះបាទជាចុងក្រោយបាទចំណុចសំខាន់គឺការអនុវត្តនៃគម្រោងទាំងអស់នេះគឺត្រូវតែមានធនធានរបស់យើងបាទអញ្ចឹងយើងបានឃើញហើយការធនធានរបស់យើងគឺថាមានច្រើនបាទតាំងពីនៅ office ផងក៏ដូចជានៅតាមប្រាសាទផងដែរបាទអញ្ចឹងគឺជាការចាំបាច់គឺថាយើងត្រូវតែមានការបណ្ដុះបណ្ដាលបាទឲ្យយើងទាំងអស់គ្នាមានចំណេះកាន់តែច្រើនបទពិសោធន៍កាន់តែច្រើនដើម្បីមានការអនុវត្តកាន់តែប្រសើរបាទអញ្ចឹងគឺថានៅផ្នែកប្រាសាទយើងបានធ្វើអ្វីខ្លះបាទអញ្ចឹងយើងបានឃើញហើយកថាកន្លងពេលទាំង3ឆ្នាំមកនេះគឺថាយើងបានទី1បង្កើនចំនួនភ្នាក់ងារទេសចរបាទដើម្បីឲ្យមានវត្តមានកាន់តែច្រើននៅតាមប្រាសាទនីមួយៗដើម្បីបម្រើភ្ញៀវទេសចរផងក៏ដើម្បីទប់ស្កាត់ភាពប៉ះពាល់ទៅលើប្រាសាទផងដែរបាទលើសពីនេះយើងក៏បានបំពាក់សម្ភារៈឲ្យគ្រប់គ្រាន់ចំពោះភ្នាក់ងារទេសចររបស់យើងនេះគឺថាមានឯកោមមានកញ្ចែដើម្បីប្រាប់ភ្ញៀវទេសចរពេលគាត់ធ្វើខុសឥឡូវនេះមានតាំងពីកាបូបបាទដើម្បីមានសម្ភារៈសង្គ្រោះបឋមនេះមានតាំងពីសលៃបេតាឌីនឬក៏ប៉ង់ស៊ីម៉ង់ដើម្បីជួយភ្ញៀវទេសចរពេលដែលមានបញ្ហាបាទលើសពីនេះយើងក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលយើងបានឃើញហើយគឺថាបាន2ទៅ3លើកហើយដែលយើងបានមានកិច្ចសហការជាមួយក្រុមហ៊ុនមួយបាទជាអង្គការមួយនៅសហរដ្ឋអាមេរិកដែលគាត់មានការទទួលស្គាល់ពីរដ្ឋាភិបាលអាមេរិកក្នុងការបណ្ដុះបណ្ដាលជាសង្គ្រោះបឋមបាទអញ្ចឹងគាត់បានមកបង្រៀនយើងពី3លើកហើយជាពិសេសជូនទៅបងប្អូនភ្នាក់ងារទេសចររបស់យើងរួមមានប៉ូលីសទេសចរប៉ូលីសបេតិកភណ្ឌក៏បានចូលរួមផងដែរបាទដើម្បីទទួលចំណេះថ្មីដោះស្រាយបញ្ហាពេលមានសង្គ្រោះក៏មានអាសន្នចំពោះភ្នាក់ងារទេសចរបាទហើយលើសពីនេះយើងក៏មានផែនការដែរគឺថាឆាប់នេះយើងនឹងសហការជាមួយកាកបាទក្រហមកម្ពុជាបាទដើម្បីបង្កើននៃការបង្រៀននេះជូនទៅភ្នាក់ងារទេសចររបស់យើងឲ្យកាន់តែច្រើនបាទហើយក៏លើសពីនេះគឺថាការបណ្ដុះបណ្ដាលនេះក៏មានផងដែរចំពោះមន្ត្រីយើងបាទដែលនៅក្នុង office បាទដែលយើងតែងតែអញ្ជើញបាទគឺថាសាស្ត្រាចារ្យឬក៏អ្នកជំនាញในផ្នែកទេសចរដែលគាត់មកបង្រៀនយើងបាទជាលក្ខណៈ short course បាទមួយអាទិត្យឬក៏3-4ថ្ងៃបាទដើម្បីយើងយល់ឲ្យកាន់តែច្បាស់ផងដែរចំពោះការរៀបចំសេវាទេសចរបាទយើងក៏មានការទទួលបាទការជំនួសបញ្ជូនមន្ត្រីយើងទៅរៀនសូត្រទៅទទួលបទពិសោធន៍ថ្មីនៅក្រៅប្រទេសផងដែរបាទគឺថាយើងបានបញ្ជូនមន្ត្រីទៅប្រទេសបារាំង2ខែផងដែរក៏បាននៅប្រទេសចិន2-3អាទិត្យផងដែរហើយក៏ទៅជប៉ុនហើយឆាប់នេះយើងក៏នឹងបញ្ជូន2នាក់ទៀតទៅប្រទេសឥណ្ឌាផងដែរបាទហើយលើសពីការបញ្ជូននោះគឺពេលខ្លះមិនមែនពេលខ្លះទេគឺថាជារាល់ឆ្នាំយើងទទួលនិស្សិតបាទដែលមកពីសាលាផ្សេងដើម្បីមកជា stagiaire មកជា staff មកពីបាត់មកដើម្បីធ្វើជាកម្មសិក្សាបាទនៅជាមួយញោមដ្ឋានយើងតែម្ដងអ្នកពេល6ខែបាទអញ្ចឹងគឺថាយើងក៏បានផ្ដល់ចំណេះទៅគាត់ហើយគាត់ក៏បានផ្ដល់ចំណេះមកយើងផងដែរបាទអញ្ចឹងនេះគឺជាចំណុចសំខាន់បាទដើម្បីអនុវត្តអ្វីដែលយើងបានលើកមិញបាញ់នេះណាតាំងដំបូងគឺថាតាំងពីការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធការងារគ្រប់គ្រងសេវាទេសចរកាន់តែប្រសើរក្នុងតំបន់អង្គរបាទការងាររៀបចំព្រឹត្តិការណ៍បាទការងារកិច្ចសហការគឺថាជាការចាំបាច់យើងត្រូវតែមានធនធានបាទប្រកែជាការចាំបាច់យើងត្រូវតែមានកិច្ចសហការជាមួយដៃគូពាក់ព័ន្ធបាទដើម្បីអនុវត្តផែនការគ្រប់គ្រងទេសចរនេះឲ្យបានជោគជ័យបាទអ
ចឹងគឺថានេះគឺជាសកម្មភាពមួយចំនួនទេបាទអ្វីយើងបានអនុវត្តរយៈពេល3ឆ្នាំកន្លងមកនេះបាទអញ្ចឹងអាចសួរថាតើយើងមានផែនការអ្វីខ្លះដើម្បីឆ្នាំ2017នេះបាទអញ្ចឹងគឺថាជាគោលគឺថាយើងនឹងរៀបចំហេតុសម្ព័ន្ធបន្ថែមបាទយើងបានឃើញហើយគឺថាយើងបានចាប់ផ្ដើមខ្លះហើយនៅផ្លូវបាទពីប្រាសាទអង្គរវត្តទៅសាស្រង់ណាថាយើងជួសជុលផ្លូវឲ្យស្អាតហើយនឹងរៀបចំផ្លូវកង់ផងដែរអមនៅផ្លូវនេះបាទយើងក៏នឹងរៀបចំផងដែរចំពោះកន្លែងបដិស្ថាកិច្ចបាទឬក៏កន្លែងចំណតឡាននៅភ្នំបាក់ខេងបាទយើងបានឃើញហើយគឺថាជាតំបន់មួយដែលមានការតាក់ទាញច្រើនប្រភេទទេសចរហើយក៏ដល់ម៉ោងនេះមិនទាន់មានការរៀបចំស្រួលបួលទេបាទអញ្ចឹងគឺថាយើងនឹងខិតខំរៀបចំកន្លែងនេះឲ្យទាន់នៅឆ្នាំ2017តែម្ដងបាទលើសពីនេះយើងក៏បានសង្កេតឃើញបាទគឺថាពេលដែលយើងបានរៀបចំដាំស្មៅនៅលានជដំរីហើយជាពិសេសមុខប្រាសាទអង្គរវត្តនោះគឺថាមានការពេញចិត្តច្រើនមែនទែនបាទហើយក៏បញ្ហាមួយចំពោះស្មៅនេះគឺថាពេលខែក្តៅគឺថាស្មៅងាប់បាទហើយក៏កន្លែងខ្លះបើសិនយើងចង់ស្រូចក៏ពិបាកដែរបាទដោយសារនៅក្នុងប្រាសាទចឹងឡានមិនអាចបើកចូលទេហើយបើប្រព័ន្ធទយោឲ្យបុគ្គលិកគាត់យួរសាកដោទៅបាញ់ហ្នឹងក៏ពិបាកដែរបាទអញ្ចឹងគឺថាយើងបានគិតឲ្យគឺថារៀបចំជាប្រព័ន្ធ sprinkler តែម្ដងបាទជាប្រព័ន្ធទយោកប់ក្នុងដីតែម្ដងហើយជាមានក្បាលទយោលឹបចេញពីដីតិចហើយគឺថាជាប្រចាំថ្ងៃវានឹងបាញ់អូតូម៉ាទិកតែម្ដងនៅលើស្មៅដែលយើងចង់ស្រូចបាទនៅមុខប្រាសាទអង្គរវត្តបាទយើងបានឃើញហើយគឺថាឥឡូវនេះយើងបានបិទផ្លូវនេះហើយដើម្បីឲ្យមនុស្សដើរហើយដើម្បីឲ្យកង់ជិះហើយគឺជំហានទៅមុខយើងនឹងរៀបចំបាទដើម្បីដាក់បង់អង្គុយចំពោះបងប្អូនចង់សម្រាករៀបចំដើមឈើដាំដើមឈើតែម្ដងនៅក្នុងបរិវេណហ្នឹងហើយចំពោះដើមឈើនេះគឺថាយើងមានការសិក្សាច្បាស់លាស់ណាស់គឺថាយើងយកដើមឈើណាដែលមាននៅក្នុងតំបន់អង្គរហើយដែលមានគុណតម្លៃនៅក្នុងតំបន់អង្គរផងដែរបាទហើយយើងបានមានរៀបចំជាតារាងមួយដើម្បីឲ្យតម្លៃគឺថាដើមឈើណាគួរតែដាំឬមិនដាំបាទគឺថាជាសុចនាករយើងបានលើកអំពីសន្តិភាពបាទគឺថាអាចបាក់មេឃអាចបាក់សុលបាក់អត់អាចចំភ្ញៀវឬក៏ក្លិននៃដើមឈើនេះហើយរឹសនៃដើមឈើនេះគឺថាអាចប៉ះពាល់ដល់ផ្លូវអត់ណាក៏ដូចជាកម្ពស់នៃដើមឈើនេះគឺថាមានការសិក្សាច្បាស់លាស់ណាស់មុននឹងរឹសគឺថាដើមមួយណាទៅតែដាំបាទចំណុចមួយទៀតដែលសំខាន់គឺថាដែលយើងកំពុងតែរៀបចំផងដែរគឺថាឈ្មោះប្រាសាទបាទគឺថាដល់ម៉ោងនេះយើងទទួលស្គាល់គឺថានៅមុខប្រាសាទនីមួយគឺថាអត់ទាន់មានដាក់ឈ្មោះតែម្ដងទេបាទពេលខ្លះយើងបកកាត់ទៅហើយយើងចូលគឺថាយើងមិនដឹងថាប្រាសាទនឹងឈ្មោះអីបាទដែលសិនយើងដើរហើយអត់មានមគ្គុទ្ទេសក៍បាទអញ្ចឹងគឺថាយើងនឹងរៀបចំគឺថាជាប៉ាណូព័ត៌មានដើម្បីដាក់ឈ្មោះប្រាសាទតែម្ដងឲ្យស្រួលស្គាល់នៃប្រាសាទនីមួយនេះបាទហើយក៏ចុងក្រោយគឺថាដែលយើងបានក្រងទុកនោះគឺថានៅប្រាសាទតាព្រំបាទយើងបានឃើញហើយគឺថានៅច្រកខាងលិចបាទគឺថានៅតាមដងផ្លូវហ្នឹងមានការកកស្ទះច្រើនបាទដោយសារថាផ្លូវវាតូចហើយគឺថាមានកន្លែងមួយចំនួនដែលយើងមិនទាន់ប្រើប្រាស់ដើម្បីសម្រួលឲ្យបងប្អូនរមាក់ឲ្យគាត់ចតទេបាទអញ្ចឹងគឺថាយើងនឹងសិក្សាហើយតាមវត្តបានសិក្សាមួយហ៊ានហើយគឺថាដើម្បីសម្រួលធ្វើម៉េចអាចយកកន្លែងមួយចំនួនដើម្បីឲ្យរមាក់គាត់អាចចតនៅក្នុងនឹងបានពេលដែលគាត់រងចាំភ្ញៀវជៀសវាងនៃការកកស្ទះនៅតាមបណ្ដាញផ្លូវតែម្ដងបាទហើយក៏ជាចុងក្រោយខ្ញុំសូមបញ្ជាក់ផងដែរគឺថាសកម្មភាពដែលយើងបានធ្វើកន្លងមកនោះដែលខ្ញុំបានរៀបចំជាទូទ្រោះហើយសកម្មភាពដែលយើងនឹងធ្វើទៅមុខនោះគឺថាអាចបងប្អូនមួយចំនួនអាចលើកថាមិនក៏ធ្វើអានេះមិនធ្វើអានោះណាហេតុអីក៏យូរម៉េះដើម្បីធ្វើការងារអីមួយហ្នឹងបាទហើយនេះសូមបញ្ជាក់ផងដែរគឺថារាល់សកម្មភាពទាំងអស់បាទដែលយើងអាចពេលខ្លះឃើញທາງនេះស្រួលធ្វើហ្នឹងគ្រាន់តែចាក់ដីបន្តិចហ្នឹងនេះគ្រាន់លើកថ្មបន្តិចហ្នឹងឬក៏គ្រាន់តែធ្វើផ្លូវបន្តិចតាប៉ុន្តែសូមបញ្ជាក់ផងដែរគឺថាតំបន់នេះគឺជាតំបន់បេតិកភណ្ឌពិភពលោកបាទហើយក៏ជាពិសេសទៀតគឺជាតំបន់ដែលមានបុរាណដ្ឋានច្រើនបាទអញ្ចឹងរាល់សកម្មភាពដែលយើងធ្វើយើងត្រូវតែយកចិត្តទុកដាក់គឺថាកុំឲ្យថាបានមួយហើយខាតមួយឧទាហរណ៍ធ្វើផ្លូវអញ្ចឹងបាទគឺថាមុននឹងធ្វើផ្លូវគឺថាយើងសិក្សាឲ្យច្បាស់គឺថាតើយើងត្រូវតែធ្វើផ្លូវជិះវៀងមិនកុំឲ្យកាប់ដើមឈើឬក៏ការកំណាយឬក៏កម្រាស់ផ្លូវហ្នឹងបាទគឺថា
ត្រូវតែប្រើប្រភេទអីបាទកុំឲ្យថាពេលកិនវាទៅអាចងាប់រឹសដើមរឹសឈើហ្នឹងឬក៏ពេលបរិចផ្លូវពេកទៅណាវាប៉ះពាល់ទៅដល់គុណតម្លៃតំបន់អង្គរដូច្នេះគឺថាទៅតែមានការប្រយ័ត្នណាស់មុននឹងធ្វើអ្វីមួយចំពោះការរៀបចំទេសចរក្នុងតំបន់អង្គរនេះបាទហើយហេតុផលគឺដូចនិយាយដំបូងអញ្ចឹងគឺថាមួយខាងយើងអភិរក្សផងហើយមួយខាងទៀតដើម្បីអភិវឌ្ឍផងដើម្បីអភិរក្សបាទអញ្ចឹងពីរនេះគឺថាត្រូវតែទៅជាមួយគ្នាបាទមិនអាចថាមួយខាងទៅលឿនជាងឬក៏មួយខាងទៀតទៅខ្លាំងពេកទេបាទអញ្ចឹងគឺថាសូមអភ័យទោសផងដែរបើសិនថាមានការញឹមចំនួនឬក៏បញ្ហាចំនួនបាទដែលយើងមិនទាន់ធ្វើក៏ប៉ុន្តែគឺថាមិនមែនថាយើងមិនដឹងទេពេលខ្លះយើងដឹងមានបញ្ហាហ្នឹងបាទក៏ប៉ុន្តែការដោះស្រាយមិនអាចស្រួលពេកទេមិនអាចថាស្អែកធ្វើបានឬក៏មួយខែក្រោយធ្វើបានទេបាទគឺថាយើងត្រូវតែពេលខ្លះពាក្យសារផ្ទៃក្នុងយើងហើយពាក្យច្រើនទៀតគឺថាយើងត្រូវតែភាសាជាមួយ ICC អង្គរបាទដែលជាយន្តការមួយបាទដែលភ្ជាប់តំបន់អង្គរយើងហ្នឹងបាទជាមួយអង្គការទេសចរពិភពលោកបាទជាមួយអង្គការ UNESCO សំទោសបាទជាមួយ UNESCO អញ្ចឹងគឺថារាល់គំនិតដែលយើងមានយើងសួរយោបល់ចំពោះអ្នកជំនាញតែគាត់គិតយ៉ាងម៉េចដែលយើងចង់ធ្វើអញ្ចឹងអាចថាល្អយើងធ្វើទៅឬក៏ថាអាហ្នឹងយើងគួរកែចេះបន្តិចបាទអញ្ចឹងយើងថាយើងពិភាក្សាគ្នាក្នុងការអភិវឌ្ឍនៃគម្រោងនីមួយៗបាទហើយជាពិសេសគឺថាចំពោះក្រុមការងារទេសចរក៏ដូចជាអាជ្ញាធរអប្សរាផងដែរគឺថាយើងបើកទ្វារចំហចំពោះការរិះគន់ដែលមានស្ថាបនាបាទគឺថាបើសិនបងប្អូនមានគំនិតមានយោបល់ណាដែលអប្សរាគួរឲ្យធ្វើឬក៏អ្វីមួយដែលអប្សរាធ្វើមិនសមរម្យណាពាក់ព័ន្ធនឹងវិស័យទេសចរគឺថាយើងមានបណ្ដាញយើងមានយន្តការដើម្បីផ្ដល់ឱកាសឲ្យបងប្អូនតាមរយៈជាលិខិតក្តីឬក៏ការបំពេញជាអង្កេត survey នៅលើគេតំព័រយើងហ្នឹងគឺថាយើងទទួលហើយយើងពិភាក្សាគ្នាបាទគឺថាអ្វីដែលយើងអាចធ្វើបានយើងនឹងធ្វើអ្វីដែលធ្វើមិនបានយើងខំព្យាយាមរកដោះស្រាយហើយដាក់ផែនការធ្វើទៅមុខទៀតបាទភ្ញៀវទេសចរមគ្គុទ្ទេសក៍ទេសចរអ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរក៏បានថ្លែងនៅចំណាប់អារម្មណ៍លើការងារអនុវត្តផែនការគ្រប់គ្រងទេសចរអង្គរយ៉ាងដូចនេះសូមគ្រប់គ្រងដល់ដោយពេញទំហឹងនៅការអនុវត្តទាំងឡាយដែលអាជ្ញាធរអប្សរាកំពុងតែអនុវត្តនៅប្រាសាទតាព្រំក្តីនៅមុខអង្គរវត្តក្តីដណ្ដាប់ធ្លាប់នៅខាងមុខអង្គរវត្តនេះគឺថាដែលបានបិទខាងមុខខាងក្រោយហើយទុកផ្លូវចំនឹងឲ្យចេញចូលនឹងគឺថាជាការល្អមួយយ៉ាងដែរដែលធ្វើឲ្យភ្ញៀវចេញចូលបានស្រួលអាចបែកចេញទៅខាងឆ្វេងខាងស្ដាំនឹងទៅមុខហើយក៏អត់មានចរាចរណ៍ណាធ្វើឲ្យស្ទះដែរឃើញថាការចេញចូលនោះបានល្អមានដំណាប់ធ្លាប់ល្អឃើញថាផ្លូវចាប់ពីមុខអង្គរវត្តរហូតទៅដល់បាយ័នឃើញថាមានការពង្រីកធំហើយទូលាយហើយធ្វើផ្លូវនោះក្នុងការចេញចូលនោះបានទូលាយអត់បាត់ការកកស្ទះចំពោះពេលព្រឹកគឺថាទេសចរទៅចឹងទៅគឺថាមកវិញអត់មានទេហើយឥឡូវនេះឃើញថាពង្រីកមកផ្លូវមួយផ្នែកទៀតនៅផ្នែកនៅខាងកើតអង្គរវត្តតទៅខាងសាស្រង់នោះកំពុងតែពង្រីកនោះខ្ញុំក៏មានការគ្រប់គ្រងទៅដល់អាជ្ញាធរអប្សរាដែលកំពុងតែធ្វើនឹងសូមឲ្យការងារនោះឲ្យឆាប់បានសម្រេចល្អទៅពេលខាងមុខទៀតឥឡូវខ្ញុំឃើញផ្លូវការពង្រីកពីខាងអង្គរវត្តទៅស្រះស្រង់អញ្ចឹងឃើញគេកំពុងតែបរិចឲ្យខ្ញុំសប្បាយចិត្តរីករាយព្រោះគេបរិចផ្លូវបានធំល្អបាទខ្ញុំមានអារម្មណ៍សប្បាយព្រោះអីការខ្ញុំបើកបរការពីមុនមកជាធម្មតាវាដល់ផ្លូវវាមានកំហុកច្រើនអីចឹងទៅហើយណាមួយផ្លូវទឹកគីឡូអីចឹងទៅដល់ពេលឮសូរថាមានការជួសជុលអីចឹងខ្ញុំសប្បាយចិត្តណាព្រោះបានផ្លូវធំទូលាយអាចជិះគ្នាអីស្រួលបួលអីចឹងណាក្នុងនាមជាស្ថាប័នជាតិដែលមានតួនាទីអភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាពរមណីយដ្ឋានអង្គរអាជ្ញាធរជាតិអប្សរាបាននឹងកំពុងបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញកាតព្វកិច្ចជាប្រវត្តិសាស្ត្ររបស់ខ្លួនខិតខំលើកតម្លៃបេតិកភណ្ឌអង្គរដែលជារតនសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់មនុស្សជាតិឲ្យកាន់តែមានភាពល្បីល្បាញធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិចូលមកទស្សនាកាន់តែច្រើនឡើងថែមទៀតដើម្បីរួមចំណែកស្ដារសេដ្ឋកិច្ចជាតិកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋតាមរយៈការទាញយកចំណូលពីវិស័យទេសចរដោយផ្ទាល់និងដោយប្រយោល